ជាដំបូងសូមគោរពជំរាបសួរនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចង់ចែករំលែកអំពីគន្លឹះមួយចំនួនដែលខ្ញុំបានដឹងអំពីការ record វីដេអូនៅលើទូរស័ព្ទដៃប្រព័ន្ធ iOS ក៏ដូចជាការបញ្ចូលសំឡេងរបស់យើងពីខាងក្រៅចូលទៅក្នុងវីដេអូដែលយើងកំពុងតែ record អញ្ចឹងមុននឹងចូលទៅដល់ការណែនាំខ្ញុំចង់ឲ្យអ្នកនរគ្នាជួយចុច subscribe channel YouTube របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតអញ្ចឹងយើងចូលទៅដល់ការណែនាំអំពីការ record វីដេអូនៅលើទូរស័ព្ទដៃរបស់យើងជាដំបូងអ្នកនរគ្នា scroll មកពីខាងលើចុះក្រោមហើយអ្នកនរគ្នានឹងឃើញសញ្ញា record នៅកន្លែងនេះហើយអ្នកនរគ្នាចុចមកហើយ scroll លើវាបន្តិចមកអ្នកនរគ្នានឹងឃើញពាក្យថា microphone នៅខាងក្រោមនេះគឺជា microphone ដែលខ្ញុំបានបើកបញ្ចូលសំឡេងពីខាងក្រៅប៉ុន្តែនៅពេលដែលអ្នកនរគ្នាចុចកុំនៅលើវាហើយអ្នកនរគ្នានឹងឃើញពាក្យថា microphone off ចឹងហើយអ្នកនរគ្នាត្រូវចុចកន្លែងហ្នឹងដើម្បីបើក microphone on មកវិញអ្នកនរគ្នាអាចបញ្ចូលសំឡេងពីខាងក្រៅចូលទៅក្នុងនឹងបានហើយអញ្ចឹងដើម្បីចាប់ផ្ដើមនៃការ record វីដេអូរបស់យើងគឺមានតែប៉ុណ្ណឹងអ្នកនរគ្នាចាប់ផ្ដើម scroll ឡើងលើវិញហើយអ្នកនរគ្នាចូលមកកម្មវិធីណាមួយដែលអ្នកទាំងអស់គ្នាចង់បង្ហាញទៅកាន់អ្នកដទៃឧទាហរណ៍ចំពោះវីដេអូខ្ញុំចង់ឧទាហរណ៍អំពី Google Translate អញ្ចឹងខ្ញុំចុចចូលទៅក្នុង Google Translate ហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមណែនាំអំពីរបៀបនៃការប្រើប្រាស់កម្មវិធី Google Translate ហ្នឹងហើយចំពោះកម្មវិធីហ្នឹងដែរខ្ញុំចង់ translate អំពីភាសាអង់គ្លេសទៅកាន់ភាសាខ្មែរដោយខ្ញុំចង់ translate ពាក្យមួយឧទាហរណ៍ Apple ខ្ញុំចង់ដឹងថាតើ Apple ហ្នឹងប្រែទៅជាភាសាខ្មែរបែបម៉េចហើយ sorry អ្នកនរគ្នាខ្ញុំសូមបើកអ៊ីនធឺណិតសិនអញ្ចឹងនេះវានឹង translate ឲ្យអ្នកថា Apple គឺប្រែមកជាភាសាខ្មែរគឺផ្លែប៉ោមអញ្ចឹងបើអ្នកនរគ្នាចង់បកប្រែជាភាសាអីឧទាហរណ៍អ្នកនរគ្នាចង់ប្រែពីភាសាខ្មែរទៅកាន់ភាសាអង់គ្លេសអ្នកនរគ្នាគឺទៅចុចសញ្ញាព្រួយនៅកន្លែងនេះនោះអ្នកនរគ្នានឹងបានភាសាខ្មែរប្រែមកជាភាសាអង់គ្លេសគឺពីផ្លែប៉ោមទៅ Apple អញ្ចឹងបើអ្នកនរគ្នាចង់ប្រែទៅភាសាអីផ្សេងអ្នកនរគ្នាអាចចុចកន្លែងនេះហើយអ្នកនរគ្នាអាច scroll មើលភាសាដែលអ្នកនរគ្នាចង់បកប្រែហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថាចំពោះកម្មវិធីហ្នឹងគឺត្រូវការអ៊ីនធឺណិតដើម្បីប្រើប្រាស់វាការណែនាំអំពីវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងជាចុងក្រោយក៏សូមអរគុណដល់អ្នកនរគ្នាក្នុងការចំណាយពេលមើលវីដេអូរបស់ខ្ញុំ